មនុស្សស្រីចម្លែកឡើងទៅអង្គុយយល់ជើងនៅលើប្រកាន់ដៃស្ពានទាំងម៉ោង2ដល់10យប់តែមនុស្សស្រីម្នាក់ហ្នឹងគាត់ហូបអីគេមិនគាត់នឹងក្លាហានម៉េះម៉ោង2ដល់10យប់ហើយគាត់ហ៊ានទៅអង្គុយយល់ជើងលើស្ពាននឹងទៀតចំពោះរឿងរ៉ាវដែលគាត់បានចែករំលែកមកនេះគាត់មានឈ្មោះថាសិលាប្រាប់ថារឿងរ៉ាវមួយនេះវាគឺជារឿងរ៉ាវដ៏សែនព្រោះព្រួយមែនតើដែលគាត់បានជួបប្រទះចាប់តាំងពីពេលដែលគាត់ឡើងមកធ្វើការនៅភ្នំពេញហើយឡើងមករៀននៅភ្នំពេញនឹងឯងទាំងអស់គ្នាសិលាគាត់មករស់នៅភ្នំពេញប្រហែលជាខ្ទង់2-3ឆ្នាំអីហើយនៅពេលដែលគាត់ធ្វើការហ្នឹងណាគឺគាត់ធ្វើការនៅក្នុងបារមួយកន្លែងដែលបារមួយហ្នឹងគឺគេផឹកស៊ីរហូតដល់ម៉ោង2ដល់ម៉ោង1អីចឹងទៅពេលខ្លះទៅគាត់ចេញធ្វើការម៉ោង2ដល់ពេលខ្លះទៅក៏ម៉ោង1ម៉ោងអីចឹងណាហើយនៅពេលដែលគាត់ចេញពីធ្វើការឬក៏គាត់ទៅធ្វើការហ្នឹងគាត់ត្រូវជិះឆ្លងកាត់ស្ពានមួយកន្លែងប៉ុន្តែគាត់សុំអត់បញ្ជាក់ថានៅស្ពានមួយណាទាំងអស់គ្នាអាចស្ដាប់ហើយវិភាគឲ្យគិតដូចខ្លួនឯងអីចឹងទៅអញ្ចឹងគាត់ធ្វើការនៅក្នុងហាងហ្នឹងគឺមានរយៈពេលគឺជិតកន្លះឆ្នាំហើយមិនដែលមានបញ្ហាអីកើតឡើងលើគាត់ទេរឿងដំបូងដែលគាត់ខ្លាចបំផុតហ្នឹងណាគឺគាត់ខ្លាចថាមានក្មេងស្ទាវឬមួយក៏មានពួកចៅពួកអីតាមផ្លិតម៉ូតូតាមអីគាត់ចឹងទៅដោយសារតែគាត់ជិះនៅលើស្ពានឬក៏ជិះនៅតាមផ្លូវហ្នឹងនៅពេលយប់ហ្នឹងណាជិះតាមម្នាក់ឯងទេទាំងអស់គ្នាបើទោះបីជាផ្លូវពេញក៏ដោយតែម៉ោង2ដល់ម៉ោង1គឺវាស្ងាត់ខ្លាំងមែនតើមិនខុសពីរាល់ដងទេនៅក្នុងយប់មួយហ្នឹងគាត់ក៏នៅធ្វើការធ្វើអញ្ចឹងទៅទាំងអស់គ្នាប៉ុន្តែនៅម៉ោង2ដល់កន្លះគាត់ក៏ត្រូវចេញពីធ្វើការនៅពេលដែលគាត់ចេញពីធ្វើការហ្នឹងគាត់ជិះចេញមកព្រាមនៅកន្លែងធ្វើការរបស់គាត់គឺមានមនុស្សមានអីផឹកស៊ីច្រើនដែរទេតែពេលគាត់ជិះចេញមកផុតបានប្រហែលជាខ្ទង់200-300ម៉ែត្រទាំងអស់គ្នាតាមផ្លូវគឺចាប់តាមស្ងាត់គឺមានតែម៉ូតូរបស់គាត់មួយគាត់ដែលគាត់ជិះម៉ូតូគាត់គឺជាម៉ូតូរបៀបជិះមីក្រូស្កូពីអញ្ចឹងគាត់ក៏ជិះចេញមកជិះជារឿយរហូតដល់ឡើងលើស្ពានដែលគាត់ជិះឆ្លងកាត់ជារៀងរាល់ដងនឹងឯងពេលដែលគាត់ជិះឡើងលើស្ពានហ្នឹងលើស្ពានហើយលើផ្លូវហ្នឹងបងប្អូនគាត់ថាស្ងាត់មែនតើមានតែម៉ូតូគាត់គឺជិះមួយគាត់តែមានគេជិះមកជាអីចឹងណាអញ្ចឹងគាត់ក៏ជិះបន្តទៅរហូតនៅពេលដែលគាត់ជិះមកដល់ពាក់រ៉ាស្ពានគាត់ក៏សាប់តែបានឃើញមនុស្សស្រីម្នាក់ដើរមកពីចម្ងាយរួចដើរឡើងទៅអង្គុយលើប្រកាន់ដៃស្ពានពេលគាត់ឃើញមនុស្សស្រីម្នាក់ហ្នឹងឡើងអង្គុយលើប្រកាន់ដៃស្ពានហ្នឹងរឿងដំបូងគាត់គិតថាចែសង្ស័យម្នាក់ហ្នឹងមកសម្លាប់ខ្លួនគាត់គិតអញ្ចឹងមកបងប្អូនអញ្ចឹងគាត់ក៏ជិះទៅបន្តទៀតអញ្ចឹងណាជិះទៅដល់ចិត្តដល់ខោក្នុងម្នាក់ស្រីហ្នឹងក៏អង្គុយយកជើងលើប្រកាន់ដៃស្ពានហ្នឹងហើយងាកមកមើលគាត់ហើយញ៉ាំដាក់គាត់ដូចធម្មតាអញ្ចឹងហើយគាត់មើលម្នាក់ស្រីហ្នឹងគឺធម្មតាទេទាំងអស់គ្នាអញ្ចឹងគាត់ក៏គិតថាចែសង្ស័យតែម្នាក់ហ្នឹងឡើងមកអង្គុយលេងអង្គុយអីទេអញ្ចឹងគាត់អត់គិតច្រើនទេគាត់ជិះម៉ូតូទៅទៀតពេលគាត់ជិះទៅហ្នឹងទាំងអស់គ្នាជិះបដាគាត់ងាកមកមើលកន្លែងប្រកាន់ដៃស្ពានហ្នឹងបដាជិះបដាមើលបដាគាត់ឃើញមនុស្សស្រីម្នាក់ហ្នឹងនៅតែអង្គុយយកជើងលើស្ពានហ្នឹងអញ្ចឹងនឹងឯងអញ្ចឹងគាត់ក៏រៀនឆ្ងល់ដែរថាចែម៉ោង2ដល់ម៉ោង1ហើយមនុស្សស្រីអីក៏ក្លាហានម៉េះហូបប្រមាត់ពោះខ្លានដឹងមិនហ៊ានអង្គុយលើស្ពានតែម្នាក់ឯងអញ្ចឹងបើទោះបីជាមិនខ្លាចគេធ្វើបាបក៏ខ្លាចធ្លាក់លើស្ពាននឹងស្លាប់ដែរអញ្ចឹងគាត់ក៏ជិះបន្តទៅរហូតដល់បន្ទប់ជួលរបស់គាត់អីចឹងណាហើយនៅក្នុងយប់ហ្នឹងគាត់ក៏ដេកលក់ស្រួលដូចធម្មតាអត់មានបញ្ហាអីទេចូលដល់ព្រឹកថ្ងៃថ្មីគាត់ក៏ទៅរៀនទៅធ្វើការដូចធម្មតាអញ្ចឹងចូលដល់ម៉ោងប្រហែលជា4គាត់ក៏ទៅធ្វើការនៅកន្លែងលក់របស់គាត់ដែរនឹងឯងពេលដែលគាត់ទៅហ្នឹងគាត់ចូលកន្លែងស្ដាប់បុគ្គលិកអង្គុយសិនអញ្ចឹងណាអញ្ចឹងពេលដែលគាត់ចូលដល់កន្លែងហ្នឹងក៏គាត់ទុកដាក់អាវ៉ាន់រួចគាត់ស្ដាប់តែឮបុគ្គលិកគាត់ម្នាក់ជាមនុស្សប្រុសហ្នឹងណាដើរនិយាយគ្នាចូលមកក្នុងកន្លែងគាត់អង្គុយនឹងឯងដើរបដើនិយាយថាចាអូយកមិញសោយចុយម៉ាយអាចជិះចេញពីធ្វើការទៀតតែតែមានមនុស្សស្រីលោតសម្រាប់ខ្លួននឹងមកឲ្យឃើញហ្មងហើយលោតហ្នឹងគឺលោតគាត់មើលអត់ទាន់ទៀតថាមិនមិនចាអត់ដឹងរូបរាងមិនទេគាត់តែគឺលោតទៅអញ្ចឹងណាអញ្ចឹងនៅពេលដែរសិលាគាត់បានលឺអញ្ចឹងគាត់ហ្នឹងក៏និយាយថាតាមស្ដាប់តាមអីអញ្ចឹងដែរប៉ុន្តែគាត់ហ៊ានសួរនាំគេទេដោយសារបុគ្គលិកពីរនាក់ហ្នឹងគឺមិនសូវស្និទ្ធមិនសូវត្រូវគាត់ដែរអញ្ចឹងគាត់ខ្ជិលនិយាយខ្ជិលអីខ្ជិលសួរនាំអញ្ចឹងណាគាត់ក៏ដើរចេញធ្វើការបានចំណែកបុគ្គលិកពីរនាក់គេនៅតែបន្តនិយាយគ្នាអីចឹងទៅហើយមួយទៀតសិលាគាត់ថាចែបសង្ស័យតែបុគ្គលិកពីរនាក់ហ្នឹងគេនិយាយពីកន្លែងផ្សេងផ្លូវផ្សេងតែគេជិះអីទេមិនមែនផ្លូវស្ពានដែលគាត់ជិះហ្នឹងទេអញ្ចឹងគាត់ក៏នៅធ្វើការនឹងទៀតអញ្ចឹងបងប្អូនធ្វើការរហូតដល់ម៉ោងប្រហែលជា7:00ដល់10:00យប់គាត់ក៏ដល់ពេលចេញទៅផ្ទះវិញដោយសារតែពេលហ្នឹងគឺស្ងាត់ភ្លាវហើយគេថាចែកមិនសិនជាស្ងាត់ភ្លាវពេលណាអាចទៅផ្ទះពេលហ្នឹងបានចន្លោះពីម៉ោង2ដល់ម៉ោង1ហ្នឹងណាអញ្ចឹងគាត់ក៏ឬថាយកបានយកអីគាត់គឺជិះចេញត្រឡប់ពីកន្លែងខាងគាត់ត្រឡប់ទៅផ្ទះគាត់វិញហើយត្រូវជិះឆ្លងកាត់លើស្ពានហ្នឹងទៀតពេលដែលគាត់ជិះឆ្លងកាត់លើស្ពានហ្នឹងម្ដងហ្នឹងបងប្អូនគាត់មិនត្រឹមតែបានឃើញមនុស្សស្រីម្នាក់ហ្នឹងអង្គុយយកជើងនៅលើប្រកាន់ដៃស្ពានហ្នឹងទេប៉ុន្តែគាត់បានឃើញមនុស្សចាស់2នាក់អង្គុយរបៀបថាលុបជង្គង់ហើយស្ពះនៅរបៀបថាស្ពះនៅប្រកាន់ដៃស្ពានហ្នឹងបងប្អូនហើយនៅខាងមុខគាត់ហ្នឹងគឺមានកតងហើយមានធូបអុចទៀនអុចដូចរបៀបថាធ្វើពិធីអីម្យ៉ាងអញ្ចឹងនៅកន្លែងហ្នឹងហើយអញ្ចឹងគាត់គិតថាចេះសង្ស័យថាម្នាក់ស្រីហ្នឹងមកជាមួយអ៊ំ2នាក់ហ្នឹងហើយអញ្ចឹងគាត់នឹងក៏បានគិតទៅច្រើនទៀតជិះកាន់តែចិត្តដល់កន្លែងហ្នឹងគាត់ស្ដាប់តែឃើញម្នាក់ស្រីហ្នឹងអង្គុយលើប្រកាន់ដៃស្ពានហ្នឹងហើយងាកមកញឹមដាក់គាត់ហើយគាត់ក៏ញឹមដាក់វិញក៏ជិះទៅហួសពេលដែលជិះដល់កន្លែងនេះគេសែនដែលនៅឆ្ងាយពីកន្លែងម្នាក់ស្រីហ្នឹងអង្គុយប្រហែលជាខ្ទង់6-7ម៉ែត្រអីទាំងអស់គ្នាឃើញអ៊ំទៀតគាត់និយាយថាអង្គុយស្ពះហើយលើកអាសំណែនហ្នឹងណានិយាយថាលើកកវីលើកអីចឹងហើយគាត់និយាយថាសោតអីមិនដឹងនិយាយអីមិនដឹងទេគាត់ក៏តាមមើលគាត់ជិះហួសទៅពេលដែលគាត់ជិះហួសទៅគាត់ងាកមកមើលទៀតហ្នឹងពេលហ្នឹងគឺឃើញតែអ៊ំស្រី2នាក់ហ្នឹងទេប៉ុន្តែអត់ឃើញមនុស្សស្រីម្នាក់ដែលអង្គុយលើប្រកាន់ដៃស្ពានហ្នឹងទេអញ្ចឹងគាត់គិតថាចេះសង្ស័យម្នាក់ស្រីហ្នឹងអង្គុយបាក់អ៊ំស្រីម្នាក់ហ្នឹងអីហើយអញ្ចឹងគាត់ក៏មិនគិតគូរទៀតទាំងអស់គ្នាគាត់ជិះទៅផ្ទះអាហ្នឹងលើកទី2ដែលគាត់បានជួបចូលដល់លើកទី3ទាំងអស់គ្នាលើកទី3ដែលគាត់បានជួបគឺនៅម៉ោង1យប់
គាត់ត្រូវចេញពីធ្វើការនៅម៉ោង1ដោយសារតែពេលហ្នឹងគឺមានភ្ញៀវមកច្រើនខ្លាំងមែនតើតតែម៉ោង1ទៅគាត់បានត្រឡប់មកផ្ទះវិញអញ្ចឹងពេលគាត់មុនត្រឡប់មកផ្ទះវិញហ្នឹងក៏គាត់បានហូបអីនៅកន្លែងដែលគាត់ធ្វើការហ្នឹងឯងអ្នកគ្នាគេថាមហូបណាដែលលក្ខណៈថាភ្ញៀវអត់កំងអីចឹងនៅសល់ហ្នឹងគឺគេធ្វើបុគ្គលិកហូបធ្វើចឹងទៅគាត់ក៏ហូបអីជាមួយនឹងគេជាមួយឯងចឹងណាតែអត់ផឹកស្រាទេហូបអីរួចសម្រាប់ហូបរួចអីអស់គឺក្នុងម៉ោង1យប់អញ្ចឹងគាត់ក៏ជិះមកវិញពេលដែលគាត់ជិះមកហ្នឹងឆ្លងកាត់ស្ពានមួយហ្នឹងអ្នកគ្នាពេលដែលជិះមកដល់ហ្នឹងគាត់មើលពីចម្ងាយក៏សាប់តែបានឃើញមនុស្សស្រីម្នាក់ហ្នឹងទៀតពាក់អាវខ្មៅខោក្បយហ្នឹងដើរឡើងមកលើស្ពានហ្នឹងហើយដើរឡើងទៅអង្គុយលើប្រកាន់ដៃស្ពានអញ្ចឹងពេលដែលគាត់ឃើញអ្នកស្រីគឺនៅឆ្ងាយទេប៉ុន្តែពេលដែលគាត់ជិះកាន់តែចិត្តទៅឃើញរូបរាងកាន់តែច្បាស់ទៅឃើញអ្នកស្រីឡើងមកអង្គុយលើប្រកាន់ដៃស្ពានហ្នឹងមែនអ្នកគ្នាឡើងមកអង្គុយលើប្រកាន់ដៃស្ពានហ្នឹងហើយគ្រាន់តែគាត់ជិះមកដល់ខាងក្រោយខ្នងម្នាក់ស្រីលោតចុះទៅខាងក្រោមគ្រាន់តែម្នាក់ស្រីលោតចុះខាងក្រោមណាគឺសិលាគាត់ស្លុតមែនតើអ្នកគ្នាគាត់ឈប់ម៉ូតូគាត់បដួលម៉ូតូចោលរត់ស្ទុះទៅមើលខាងក្រោមពេលស្ទុះទៅមើលខាងក្រោមហ្នឹងគឺគាត់អត់ឃើញអីទាំងអស់អ្នកគ្នាទឹកក៏មានលឺសលេងធ្លាក់អីទៅគឺអត់មានទេអញ្ចឹងពេលហ្នឹងគាត់លក្ខណៈថារៀងស្លុតទី1គាត់ថាប្រហែលជាម្នាក់ស្រីហ្នឹងធ្លាក់ចូលទឹកទៅតែទៅតាមទឹកបាត់ហើយគាត់ភ័យខ្លាំងមែនតើហ្មងណាភ័យមួយអាមិនទៅបារម្ភអញ្ចឹងណាមួយទៅគាត់បាត់ឃើញផ្ទាល់ភ្នែកប៉ុន្តែនៅពេលគាត់ងាកភ្នែកសម្លឹងទៅអាកន្លែងផ្លូវដើរនៅខាងមុខគាត់ក៏គាត់ស្រាប់តែសុកលិចចេញម្នាក់ស្រីហ្នឹងដើរនៅកន្លែងគៀនផ្លូវមកកន្លែងប្រកាន់ដៃស្ពានដូចធម្មតាអញ្ចឹងដើរមកដូចធម្មតាអញ្ចឹងបងប្អូនប៉ុន្តែនៅពេលដែលមើលច្បាស់ទៅគាត់គឺសបល់ខ្លាំងណាស់អ្នកស្រីនេះគឺដើរជើងអត់ជាប់ដីទេមួយតែគឺសបល់គាត់ថាម្នាក់ស្រីហ្នឹងដើរជើងអត់ជាប់ដីទេហើយដើរមកឈោកន្លែងដែលគាត់កំពុងតែឈោមើលម្នាក់ស្រីហ្នឹងលោតចុះទៅខាងក្រោមហ្នឹងទៀតដើរមកហើយគឺមកអង្គុយលើប្រកាន់ដៃស្ពានហ្នឹងហើយលោតចុះទៅខាងក្រោមហ្នឹងទៀតគ្នាពេលដែលគាត់អោនទៅមើលទៅទាំងគ្នាមិនអត់ម្នាក់ស្រីហ្នឹងគឺមុខវារបៀបថាលិចចេញពីក្នុងទឹកមើលមកគាត់ចែកបាត់ទៅក្នុងធំមើលចែកអញ្ចឹងទៅគាត់ដឹងច្បាស់ថាអីដែលគាត់បានជួបហ្នឹងមិនមែនជាមនុស្សទេមិនមែនជាមនុស្សសោះហ្មងមិនមែនជាមនុស្សទេអញ្ចឹងពេលហ្នឹងអ្នកគ្នាគឺស្លាប់គាត់ជិះជិះម៉ូតូត្រឡប់ទៅផ្ទះគាត់ទាំងភ័យទាំងខ្លាចអីអញ្ចឹងណាប៉ុន្តែពេលហ្នឹងដោយសារតែផ្លូវស្ងាត់គាត់ក៏មិនហ៊ានធ្វើឲ្យច្រើនដែរមិនដឹងស្រែកមិនអីមិនទេគាត់ជិះរហូតដល់ផ្ទះហ្នឹងឯងអ្នកគ្នាបានពីថ្ងៃក្រោយមកទៀតគាត់ក៏ត្រឡប់ធ្វើការវិញហើយក៏ជាពេលគាត់ថាដាក់លាឈប់ពីកន្លែងចាស់របស់គាត់ហ្នឹងដែរទី1ម៉ាក់ប៉ារបស់គាត់ចង់ឲ្យធ្វើវេនជប់ទេវាស្ងាត់ខ្លាំងពេកហើយទី2គាត់បានជួបហេតុការណ៍អស់ហ្នឹងអញ្ចឹងមុនពេលគាត់ដាក់លាឈប់ហ្នឹងគាត់ក៏សម្រាប់ទៅសួរបុគ្គលិកពីរនាក់ហ្នឹងសួរថាចេះមានដឹងរឿងមនុស្សលោកសម្រាប់ខ្លួនអីនឹងអត់អញ្ចឹងណាពីរនាក់ហ្នឹងគឺគេនិយាយមកអស់គ្នាគេថាចេះថ្ងៃដែលគេបានឃើញហ្នឹងគឺនៅម៉ោងប្រហែលជា7:01យប់នឹងឯងពេលដែលគេត្រឡប់មកធ្វើការវិញហ្នឹងគឺគេជិះមកម្នាក់សិនគឺលោតចូលក្នុងទឹកហ្នឹងមកគឺលោតចូលក្នុងទឹកហ្នឹងមកអញ្ចឹងបានន័យថានៅពេលស្លាក់គាត់ជិះទៅបានឃើញថ្ងៃដំបូងគាត់ជិះទៅឃើញហ្នឹងគឺមនុស្សធម្មតាយើងនឹងទេប៉ុន្តែម្នាក់សិនគឺលោតសម្រាប់ខ្លួននៅក្នុងថ្ងៃហ្នឹងដែរទាំងអស់គ្នានៅក្នុងថ្ងៃដែលគាត់បានឃើញនឹងទៀតទាំងអស់គ្នាគ្រាន់តែពេលដែលគាត់ឃើញដំបូងហ្នឹងគឺជាមនុស្សធម្មតាតោះតែយប់ទី2ទី3ទើបគាត់ដឹងថាម្នាក់ស្រីគឺជាវិញ្ញាណគឺជាខ្មោចគឺជាអីចឹងទៅហើយដែលសំខាន់ហ្នឹងពេលដែលគាត់ជិះឆ្លងកាត់ហ្នឹងគឺមិនតាន់គ្រប់7ថ្ងៃរបស់ម្នាក់ស្រីហ្នឹងទេអញ្ចឹងបានន័យថាអីដែលគាត់ឃើញហ្នឹងម្នាក់ស្រីអត់តាន់ខ្លួនឯងស្លាប់ទេចាំមិនជាម្នាក់ស្រីដឹងខ្លួនឯងស្លាប់គាត់ធ្វើអីបន្តទៀតនៅដល់គ្នាចំពោះរឿងរ៉ាវដែលគាត់បានចែករំលែកមកនេះក៏មានតែប៉ុណ្្នឹងដែរហើយបើសិនតែអ្នកគ្នាមានអារម្មណ៍ថាប្រហាក់ស្ពានមួយណាអ្នកគ្នាអាចខមមិនខាងក្រោមនឹងបានប៉ុន្តែកុំនិយាយឈ្មោះគេចំពេកអីណាខ្ញុំអត់ចង់ឲ្យប៉ះពាល់ដល់ទីតាំងហើយនឹងកន្លែងទេខ្ញុំមានតែប៉ុណ្្នឹងទេ